ព្រឹងប្រលឹមលឺសំលេងម៉ូតូឆ្លងផ្លូវខ្ញុំរៀបអីវ៉ាន់ដាក់ជួរមុខហាងឆ្លងតូចខ្ញុំរៀបអីវ៉ាន់ដាក់ជួរមុខហាងតូចស្ករអំបិលមីកញ្ចប់និងសាប៊ូអតិជនមកទិញតាមតម្រូវការរស់នៅថ្ងៃក្តៅខ្លាំងក៏នៅតែអង្គុយរងចាំសង្ឃឹមមានអ្នកមកទិញបន្តិចបន្តួចប្រាំងចំណេញមិនច្រើនតែពេញចិត្តប្រាំងចំណេញមិនច្រើនតែពេញចិត្តព្រោះវាជាខ្យល់ដង្ហើមគ្រោះចិត្តព្រោះវាជាខ្យល់ដង្ហើមគ្រោះសាជីវិតអ្នកលួចចាប់ហួយរកស៊ីតិចតួចតែស្មោះត្រង់មួយថ្ងៃគ្រួសាររស់នៅបានសំខំតួមានពេលស្ងាត់មិនសូវមានអ្នកទិញក៏នៅតែអង្គុយមើលផ្លូវសង្ឃឹមពេលលឺសំឡេងអតិថិជនហៅបេះដូងញញឹមដូចឃើញពន្លឺថ្មីក្មេងមកទិញសេរីស្ករគ្រាប់មួយរៀលពីរអ្នកភូមិខ្លាំងមកចូលជែកលេងមុខហាងតូចនេះមិនមែនតែរកស៊ីតែក៏ជាកន្លែងអនុស្សាវរីយ៍ភូមិល្ងាចធ្លាក់ខ្យល់ត្រជាក់បក់មកខ្ញុំរាប់លុយតិចតួចក្នុងប្រអប់មិនសូវច្រើនតែពេញដោយអំណរព្រោះវាជាផ្លែផ្កាអំឡាំងខ្ញុំបិទទ្វាររហាងក្រោមពន្លឺច័ន្ទសង្ឃឹមថ្ងៃស្អែកនឹងល្អជាងសាមញ្ញជីវិតអ្នកលួចចាប់ហួយតូតែពោពេញដោយសបិនធំ